តម្លៃមាសបន្តធ្លាក់ថ្លៃខ្លាំងបន្ថែមទៀតនៅព្រឹកថ្ងៃច័ន្ទនេះតម្លៃមាសនៅលើទីផ្សារអន្តរជាតិនៅថ្ងៃច័ន្ទនេះនៅតែស្ថិតនៅក្នុងស្ថានភាពប្រែប្រួលខ្លាំងគឺមានការធ្លាក់ចុះខ្លាំងដោយសារតែវិនិយោគិនកំពុងតាមដានយកចិត្តទុកដាក់ទៅលើសុចនាករសេដ្ឋកិច្ចពិភពលោកនិងភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្តតម្លៃមាសបន្ទាប់ពីបានធ្លាក់ថ្លៃកាលពីចុងខែមុនក្នុងខែកក្កដានេះបានបង្ហាញសញ្ញានៃការស្ទុះងើបឡើងថ្លៃវិញជាបណ្ដាកត្តាសំខាន់ដែលកំពុងជះឥទ្ធិពលរួមមានអត្រាការប្រាក់របស់សហរដ្ឋអាមេរិកការរងចាំសញ្ញាថ្មីពីធនាគារកណ្ដាលសហរដ្ឋអាមេរិក Federal Reserve ជុំវិញគោលនយោបាយរូបិយវត្ថុបានធ្វើឲ្យវិនិយោគិនមានការប្រុងប្រយ័ត្នបាត់សង្គ្រាមសកលមានភាពមិនច្បាស់លាស់ជុំវិញសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តធ្វើឲ្យមាសខ្លះទៅជាទ្រព្យសម្បត្តិសុវត្ថិភាពដែលអ្នកវិនិយោគតែងតែងាកទៅរកនៅពេលដែលមានហានិភ័យសេដ្ឋកិច្ចបែបនេះអ្នកជំនាញនៅក្នុងទីផ្សារបានកត់សម្គាល់ថាប្រសិនបើតម្លៃមាសអាចបំបីតម្លៃ$4,150នោះមាសនឹងអាចមានឱកាសក្នុងការឡើងថ្លៃបន្ថែមទៀតទៅរក$4,200ទៅ$4,300ក្នុងមួយអុនវិញទោះបីជាយ៉ាងណាក៏ដោយវិនិយោគិនត្រូវបានណែនាំឲ្យតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចជាពិសេសក្រឡេកមើលរបាយការណ៍ការងារ Non-Farm Payroll ចេញផ្សាយកាលពីដើមខែនិងអត្រាអតិផរណាដែលមានឥទ្ធិពលផ្ទាល់ទៅលើតម្លៃហាងឆេងមាសបើចាប់អារម្មណ៍ទៅលើហាងឆេងមាសក្នុងស្រុកវិញសម្រាប់ទីផ្សារក្នុងស្រុកមានតម្លៃប្រែប្រួលសមមាត្រទៅនឹងទីផ្សារអន្តរជាតិនិងអត្រាប្តូរប្រាក់ដុល្លារប្រជាជននិងអ្នកវិនិយោគក្នុងស្រុកត្រូវបានណែនាំឲ្យពិនិត្យមើលហាងឆេងតាមបណ្ដាអាជីវកម្មមាសដែលមានកេរ្តិ៍ឈ្មោះដើម្បីទទួលបានតម្លៃត្រឹមត្រូវមុននឹងធ្វើការសម្រេចចិត្តទិញនិងលក់សម្រាប់អត្ថបទនេះគឺគ្រាន់តែការផ្ដល់ព័ត៌មានស្ថានភាពទីផ្សារប៉ុណ្ណោះការសម្រេចចិត្តវិនិយោគទៅលើមាសត្រូវធ្វើឡើងដោយការសិក្សាស្វែងយល់ឲ្យបានច្បាស់ពីហានិភ័យនិងស្ថានភាពទីផ្សារជាក់ស្ដែងតម្លៃមាសលក់ចេញ$4,920ក្នុងមួយតម្លឹងទិញចូល$4,905ក្នុងមួយតម្លឹងនៅថ្ងៃច័ន្ទនេះសម្រាប់លោកស្រីដែលកំពុងមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់លម្អិតអំពីការរៀនកក់ហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារក៏ដូចជាបាគណនីកក់មាសអស់លោកស្រីអាចធ្វើការទំនាក់ទំនងមកនឹងខ្ញុំផ្ទាល់សារ៉ាសាន់ដេតាមលេខទូរស័ព្ទនៅខាងលើនេះដើម្បីទទួលបានការប្រឹក្សាយោបល់និងការបាគណនីកក់មាសជូនអស់លោកស្រីដែលឥតគិតថ្លៃ